សាច់ដែលត្រូវបានបង្កអស់រយៈពេល800ឆ្នាំហើយណែមកសាកញ៉ាំគៀវ wontons និងនំប៉ោវចំហុយទាំងនេះទៅញ៉ាំឲ្យអស់ពីចិត្តតាមដែលឯងចង់ទៅខ្ញុំសំបីតែចាំមិនបានផងថាទិញដុំសាច់នេះមកតាំងពីពេលណាឥឡូវវាជារបស់ឯងហើយហាស្ដាប់ឲ្យច្បាស់ណាបើហ៊ានបោះសម្រាមចូលផ្ទះខ្ញុំតែមួយដុំទៀតខ្ញុំនឹងចាក់សបង្ខាំងឯងនៅក្នុងបន្ទប់ក្រោមដីមិនខានមីទាំងនេះមានទំហំនិងកម្រាស់ប៉ុនគ្នាស្មើល្អណាស់សំបីតែមេចុងភៅលួងនៅក្នុងវាំងក៏មិនអាចធ្វើមេបានល្អដូចនេះដែរលោកមេតបព្រះអ្នកមានបុណ្យទឹកបានឆ្លើយតបហើយព្រះនាងពិតជាបានឆ្លើយតបមែនអំបិលវាជាអំបិលលោកមេតបមានអំបិលនៅលើស្បន្លែទាំងនេះកងទ័ពយើងដាច់អំបិលអស់កន្លះឆ្នាំហើយទីបំផុតយើងមានសាច់ប្រៃញ៉ាំហើយនេះជាសាច់គោសាច់ចៀមហើយនិងសាច់ជ្រូកទៀតជាង300ផោនប្រហែល135គីឡូក្រាមលោកមេតបការបួងសួងសុំពីព្រះអ្នកមានបុណ្យពិតជាមានប្រសិទ្ធភាពមែនលោកមេតបចុះរបស់វែងពណ៌លឿងដែលមានកន្ទុយយកឡើងលើនេះជាអ្វីទៅព្រះអ្នកមានបុណ្យរក្សាទុកស្រានៅក្នុងដបកែវដបនេះមួយច្បាស់ជាមានតម្លៃមហាសាលហើយចុះដបតូចទុននេះធ្វើពីកំណប់ទ្រព្យប្រភេទណាទៅអំបិលមកខ្សាច់ស្អាតបរិសុទ្ធគ្មានកំទេចកំទីលីលំសំបីតែមួយបន្តិចគ្រាប់នេះមួយភ្លឺថ្លាឆ្វងនេះជាអំបិលសក្ការៈហើយនៅលើโลกនេះតើមានអំបិលឯណាដែលស្អាតបែបនេះទៅអរគុណសម្រាប់អាហារព្រះអ្នកមានបុណ្យខ្ញុំបានទាមទារច្រើនពេករហូតធ្វើឲ្យព្រះអង្គពិបាកចិត្តហើយខ្ញុំភ្លេចអុជធូបលោកមេតបតើព្រះអ្នកមានបុណ្យនឹងទទួលយកសម្បត្តិដែលសរសេរដោយឈាមដែលបង្កការរំខាននៅពាក់កណ្ដាលអធិរាត្រម្ដងទៀតដែរឬទេមិនអីទេចាំមើលថាតើអ្នកចង់ប្រាប់អ្វីដល់ខ្ញុំឆ្នាំទី3នៃសករាជឈូយៀនឈីយួននេនកូដាគីជេគីពួកមនុស្សព្រៃ300អ្នកបានឡោមព័ទ្ធទីក្រុងជិតជាប់ហើយប្រជាជនកំពុងតែដោះដូរហែកចែកកូនចៅគ្នាដើម្បីធ្វើជាអាហារថោធ្លុះធ្លាយបាក់បែកនេះពិតជាអាចភ្ជាប់ទៅកាន់រាប់ពាន់ឆ្នាំមុនមែនតើនឹងហើយក្មេងទាំងនោះមិនថាយ៉ាងណាក៏ខ្ញុំត្រូវតែជួយពួកគេដែរខ្ញុំមិនមែនជាតួអង្គទឹកឬព្រះអីទេខ្ញុំឈ្មោះ Lucy ខ្ញុំគ្រាន់តែជាក្មេងស្រីធម្មតាម្នាក់ប៉ុណ្ណោះបងរំរបួសនឹងផ្លែឡាមដែលលេចឡើងនៅក្នុងផ្ទះរបស់ខ្ញុំតើជារបស់មកពីខាងអ្នកមែនទេចាប់ពីពេលនេះទៅសូមឈប់បោះសម្រាមចូលក្នុងផ្ទះរបស់ខ្ញុំទៀតទៅវាហត់សម្អាតណាស់តើអ្វីជាដបដែលអ្នកត្រូវការបំផុតនៅពេលនេះការចិញ្ចឹមមនុស្ស100អ្នកដោយខ្លួនឯងវាពិតជាពិបាកណាស់ប៉ុន្តែខ្ញុំនឹងជួយតាមដែលអាចធ្វើទៅបានចាក់តើអ្នកអាចទទួលយកវាបានទេព្រះអ្នកមានបុណ្យបានឃើញការអង្វររបស់ខ្ញុំហើយប្រជាជន100,000នាក់នៅក្រុងចឹងកនសេងវែនយ៉ងយឿនត្រូវបានសង្គ្រោះហើយវាមានក្លិនក្រអូបឈ្ងុយខ្លាំងណាស់ទឹកខ្មៅនេះគ្មានក្លិនដូចទឹកខ្មៅដែលគេកិននៅលើថ្មខាត់ទឹកខ្មៅនោះទេក្រុងចឹងកនត្រូវការទឹកនិងគ្រាប់ធានជាតិបំផុតមានទឹកជីវិតមនុស្សរាប់ម៉ឺននាក់នឹងត្រូវបានសង្គ្រោះក្រុងចឹងកនត្រូវការទឹកនិងគ្រាប់ធានជាតិអាហារសម្រាប់មនុស្ស100,000អ្នកមិនមែនជាតិទូចទេខ្ញុំប្រហែលជាត្រូវការពេល2 3ថ្ងៃដំបូងត្រូវបោះសម្អាតអាងទឹកដ៏ធំមួយឲ្យស្អាតសិនខ្ញុំនឹងចាប់ផ្ដើមបញ្ជូនទឹកទៅឲ្យនៅថ្ងៃស្អែកព្រះអ្នកមានបុណ្យបានឆ្លើយតបហើយទៅបោះសម្អាតអាងទឹកនៅទីក្រុងភាគខាងលិចឥឡូវនេះទៅចូលទៅរៀបចំដំបងពិសីវែកដួសនិងពីងទឹកឲ្យរួចរាល់បងប្អូនទាំងឡាយយើងមានផ្លូវរស់ហើយលោកមេតបយើងបួងសួងសុំទឹកតែបែរជាទទួលបានចម្លើយទៅវិញជានំប៉ោវចំហុយនំ pancake ស្លឹកខ្ទឹមស្ករយន្ត pancakes 50,000នំអង្ករម្សៅប្រេងអំបិលនិងសាច់ទៅទិញទំនិញឲ្យអស់ពីផ្សារតែម្ដងទៅទាំងជ្រូកមាន់ទាអ្វីទាំងអស់1,830,000 1.8 លានពុកម៉ែដូនតាដែលកូនមិនដែលស្គាល់មុខឲ្យបើពុកម៉ែនៅទីនេះច្បាស់ជាជឿថាខ្ញុំត្រូវគេបោកមិនខានប៉ុន្តែក្មេងទាំងនោះមិនថាយ៉ាងណាក៏ខ្ញុំត្រូវតែជួយពួកគេដែរនេះជាមាសវាជាមាសអូព្រះឲ្យថោធ្លុះធ្លាយបាក់បែកនេះទើបតែផ្ញើលុយមកឲ្យខ្ញុំមានបានហើយផ្អែកលើតម្លៃមាសសប្តាហ៍ថ្ងៃនេះដុំមាសមួយគំនោនេះមានតម្លៃយ៉ាងហោចណាស់ក៏រាប់សិបលានដែរបើគិតជាវត្ថុបុរាណវិញគឺតម្លៃវាមិនអាចកាត់ថ្លៃបានឡើយជែកឲ្យជែកអ្នកឯងជាដល់ទៅ Marcus អភិជននៃក្រុង Lincoln ពិតជាចេះវាតម្លៃនិងស្គាល់ចិត្តមនុស្សមែនខ្ញុំកំពុងតែបារម្ភថាគ្មានលុយចិញ្ចឹមមនុស្ស100,000នាក់របស់អ្នកផងស្រាប់តែអ្នកឯងផ្ញើលុយរាប់សិបលានមកឲ្យខ្ញុំភ្លាមមិនអីទេខ្ញុំនឹងធ្វើការងារសប្បុរសធម៌នេះឲ្យដល់ទីបំផុតព្រះអ្នកមានបុណ្យពិតជាបានយល់ព្រមមែនមានទឹកគ្រប់គ្រាន់ហើយយើងមានទឹកហើយទីក្រុងទាំងមូលអាចរស់បានហើយទីបំផុតយើងអាចឆ្លងផុតគ្រានេះបានហើយមេឃទីបំផុតមេឃបើកភ្នែកមើលយើងហើយនេះមិនមែនជាទឹកទេវាជានំប៉ោវចំហុយវាមានរសជាតិផ្អែមគ្មានកំទេចកំទីអង្កាមតតែសោះហើយវាមិនរមាស់តតែសោះពេលលេបចូលទៅទាំងនេះជានំប៉ោវរបស់ពួកទេវតាទេដឹងតើទឿនទាបដូចពួកយើងបានសាងបុណ្យអ្វីទៅទើបមានសំណាងបែបនេះឆ្ងាញ់ណាស់វាមានរយៈពេលកន្លះឆ្នាំហើយខ្ញុំស្ទើរតែភ្លេចបាត់ទៅហើយថារសជាតិគ្រាប់ធានជាតិវាបែបណាវាមានភាពទន់ក្រអូបនិងផ្អែមជាប់មាត់មេឃមិនទាន់ផ្ដាច់ផ្លូវរស់របស់យើងទេហើយព្រះអ្នកមានបុណ្យក៏មិនបានបំភ្លេចកងទ័ពរបស់ជេកដែរវ៉នេះក៏មិនមែនជាទឹកដែរវាជានំបញ្ចុកសាច់នំប៉ោវមានស្នូលសាច់នំប៉ោវសាច់ដុំធំចំនួន100បាវអូព្រះឲ្យទាំងអស់នេះសុទ្ធតែជានំប៉ោវសាច់បើគ្មានបញ្ជាពីលោកមេតបទេហាមអ្នកណាម្នាក់កម្រើកឲ្យសោះហាមអ្នកណាប៉ះពាល់របស់ទាំងនេះខ្ញុំយល់ហើយប៉ុន្តែក្លិនសាច់នោះជារ៉ូជីម៉ូឬជាម៉ូនំប៉័ងសាច់ចិញ្ច្រាំបែបចិនជាអាហារសម្រន់មកពីស្រុកកំណើតរបស់ខ្ញុំតើកាលពីខ្ញុំនៅក្មេងម្ដាយរបស់ខ្ញុំទិញឲ្យតែមួយគត់ក្នុងអំឡុងពេលថ្ងៃបុណ្យវាគ្រាន់តែជានំប៉័ងសំប៉ែតស្ដាងដែលមានកំទេចសាច់បន្តិចបន្តួចនៅខាងក្នុងប៉ុណ្ណោះប៉ុន្តែសូមមើលអ្វីដែលព្រះអ្នកមានបុណ្យបានប្រទានមកឲ្យយើងចោះវាណែនក្តន់ទៅដោយសាច់ហូរហៀចេញមកខាងក្រៅតែម្ដងអ្នកកម្លាំងអស់គ្នាយកម្នាក់មួយទៅផ្ទះទៅក្រុមគ្រួសាររបស់អ្នកបានដាច់បាយអស់កន្លះឆ្នាំហើយឲ្យពួកគាត់ញ៉ាំដើម្បីយកកម្លាំងខ្លះទៅលោកមេតបធ្វើបែបនេះវាខុសវិន័យហើយអាហារគួរតែផ្ដល់ទៅឲ្យកងទ័ពមុនគេទាហាន20,000អ្នកកំពុងតែដាច់បាយនៅឡើយទេលោកមេតបកូនប្រុសតូចរបស់ខ្ញុំស្ទើរតែដាច់ខ្យល់ស្លាប់ទៅហើយកាលពីម្សិលមិញតែសំណាងបានប្រអប់អាហារដែលលោកបានផ្ដល់ឲ្យខ្ញុំទើបជីវិតរបស់គេត្រូវបានសង្គ្រោះគ្រួសាររបស់ខ្ញុំនៅតែអាចទ្រាំទ្របានទៀតថ្ងៃនេះសូមបញ្ជូនអាហារទាំងនេះទៅកាន់ជំរំទ័ពមុនចុះលោកមេតបពួកកងទ័ពឃ្លានខ្លាំងណាស់រហូតដល់ស្ទើរតែកាន់លំពេងមិនជាប់ទៅហើយប្រសិនបើអាហារនេះទៅដល់ជំរំទ័ពស្មារតីប្រយុទ្ធរបស់ពួកគេច្បាស់ជាហក់ឡើងខ្ពស់ជាមិនខានខ្ញុំនឹងដោះស្រាយរឿងអាហាររបស់កងទ័ពដោយខ្លួនឯងពួកចាស់ទុំនិងកូនចៅរបស់អ្នកក៏ត្រូវរស់នៅដែរយកវាទៅវាឈ្ងុយណាស់ញ៉ាំយឺតទៅតើនរណាដឹងថាពេលណាទើបមានអាហារពេលក្រោយទៀតយករំប៉ៅទាំងនោះទៅទុកវិញទៅកងទ័ពត្រូវការវាខ្លាំងជាងរក្សាទុកនំរ៉ូជីម៉ូឬជាម៉ូនោះហើយញ៉ាំវាសន្សឹមទៅអីគេតបថ្ងៃហេ
ខ្ញុំមានមនុស្ស100,000អ្នកកំពុងរងចាំអាហារណាធ្វើបែបនេះចុះផ្ញើការកំង200ឈុតដំបូងទៅឥឡូវនេះភ្លាមហើយប្រញាប់បញ្ជាទិញផ្នែកដែលនៅសល់ពីក្រៅក្រុងចូលមកប្រញាប់ឡើង